Ồ,អ្នកធ្វើតាមនីតិវិធីច្បាប់ទៅតើអ្នកលាក់ប្រពន្ធនឹងកូនប្រុសខ្ញុំនៅឯណានារីពីការភ្នែកនេះការដួលនៅក្នុងសួនវាជារឿងធម្មតាវាមិនមានអ្វីតាក់ទងនឹងប្រពន្ធយើងទេឆាប់យកប្រពន្ធនិងកូនខ្ញុំមកវិញឥឡូវនេះបើប្រពន្ធខ្ញុំស្លាប់ថ្ងៃនេះសាកសពប្រពន្ធរបស់អ្នកក៏មិនអាចរកឃើញបានដែរកុំបន្ទោសខ្ញុំឲ្យសោះម្ចាស់ក្មេងនាងគឺជាម្ដាយរបស់បងប្រុសអ្នកឈប់ធ្វើបែបនេះទៅបញ្ហានេះបានរីករាលដាលពេញប្រទេសតើយកមកគ្រួសារយើងទៅទុកឯណាមិនអីទេខ្ញុំនឹងបញ្ចូលមនុស្សពីរនាក់ទៅជួយរកអ្នកទាំងពីរបាទខ្ញុំប្រាប់អ្នកមុនពេលថ្ងៃលិចត្រូវតែឃើញប្រពន្ធនិងកូនប្រុសខ្ញុំត្រឡប់មកវិញបើមិនដូច្នេះទេអ្នកនឹងមិនទទួលបានមរតកពីគ្រួសារបូទេខ្ញុំនឹងជ្រើសរើសយកម្ដាយខ្ញុំនឹងមិនឲ្យអ្នកណាម្នាក់រកស្ត្រីនោះមកឲ្យអ្នកវិញទេអ្នកមិនអាចចេញពីទីនេះបានទេអ្នកហ៊ានបញ្ឈប់ខ្ញុំទេក្រពះខ្ញុំឈឺខ្ញុំក៏មានអារម្មណ៍វិលមុខដែរសូមជូនដំណើរខ្ញុំទៅមន្ទីរពេទ្យតើអ្នកនឹងទៅជាមួយខ្ញុំទេខ្ញុំមិនចង់នៅម្នាក់ឯងទេបាទខ្ញុំសុំទោសប្រពន្ធខ្ញុំតក់ស្លាប់ដូច្នេះខ្ញុំទៅមុនហើយអ្នកនិយាយអ្វីអ្នកប្រហែលណាស់ទេខ្ញុំមានផ្ទៃពោះមានតែអ្នកខ្លាំងទេដែលសាកសមធ្វើជាកូនខ្ញុំតើអ្នកចង់ឲ្យខ្ញុំគ្មានកូនទេខ្ញុំមិនចង់ធ្វើបែបនេះទេខ្ញុំចង់បានកូនណាស់តើអ្នកគិតថាខ្ញុំល្ងងទេអ្នកមិនចូលចិត្តខ្ញុំមែនទេឆ្លើយមកលោកម្ចាស់អ្នកសំខាន់ណាស់នៅក្នុងចិត្តរបស់ខ្ញុំមិនហ៊ានចាកចេញពីអ្នកសូម្បីតែមួយផ្លែតខ្ញុំបាននៅក្បែរអ្នកពិតជាមានភាពសប្បាយរីករាយណាស់អ្នកត្រូវតែជាមនុស្សដែលស័ក្តិសមនឹងខ្ញុំរឿងនេះអ្នកកុំខឹងខ្ញុំអីណាវាមិនអីទេខ្ញុំមិនដែលធ្លាប់គិតថាមួយជីវិតនេះខ្ញុំចាកចេញពីអ្នកទេកុំធ្វើកំសត់ពេកអ្នកមិនយល់តតែសោះពេលនេះអ្នកចេញទៅហើយថ្ងៃនឹងក្រែធំនេះគឺជារបស់ខ្ញុំតែម្នាក់ឯងចៅស្រីតើយើងអាចនិយាយគ្នាបានទេថ្ងៃស្អែកចៅស្រីខ្ញុំសង្ឃឹមថាអ្នកជួយចៅប្រុសរបស់ខ្ញុំទទួលបានមកវិញនៅអ្វីគ្រប់យ៉ាងតែជាកម្មសិទ្ធិរបស់គាត់លោកយាយបានផ្ដល់ឲ្យខ្ញុំនៅខ្សែដៃត្បូងពេជ្រនេះគ្រាន់តែសម្រាប់ប្តីខ្ញុំប្តីរបស់អ្នកនេះគឺជាកូនប្រុសច្បងនឹងចៅប្រុសស្របច្បាប់នៅប្រទេសរបស់យើងគាត់ក៏ជាអ្នកស្នងតំណែងតែខ្ញុំចូលចិត្តដែរជាអកុសលនៅពេលដែលគាត់មានអាយុ5ឆ្នាំចៅប្រុសទៅជាមួយម្ដាយរបស់គាត់ភ្លាមនោះមានគ្រោះថ្នាក់ចរាចរណ៍ចៅប្រុសបានបាត់ចៅស្រីតើអ្នកដឹងទេថាជីវិតរបស់គាត់លំបាកប៉ុណ្ណាក្នុងអំឡុងឆ្នាំទាំងនោះពិតណាស់ខ្ញុំស្គាល់ចៅប្រុសទើបតែអាយុ5ឆ្នាំត្រូវបានលក់ឲ្យទៅសត្វឃាតបន្ទាប់ពី15ឆ្នាំនៃជីវិតនៅលើគែមនៃកាំបិតក្នុងរយៈពេល15ឆ្នាំនេះគាត់បានរស់នៅមួយផ្សេងទៀត15ឆ្នាំនេះត្រូវបានចំណាយពេលនៅក្នុងភាពងឹតប៉ុន្តែនៅពេលដែលគាត់ជួបនឹងពន្លឺគាត់ក៏ស្ថិតក្នុងស្ថានភាពលំបាកចៅស្រីចៅប្រុសមិនមានលទ្ធភាពខ្លាចជាអ្នកស្នងទេឥឡូវនេះគាត់ដូចជាដើរលើផ្លូវដែលគ្មានពន្លឺភ្លើងលោកយាយពិបាកចិត្តណាស់តើចៅស្រីអាចទាញគាត់ចេញពីផ្លូវមួយនេះបានទេដូច្នេះលោកយាយសូមឲ្យអ្នកទាញគាត់ចេញបានទេសូមទោសលោកយាយខ្ញុំធ្វើមិនបានទេខ្ញុំមានអាយុប៉ុណ្ណេះហើយខ្ញុំនឹងមិនវាយតម្លៃមនុស្សខុសទេខ្ញុំជាអ្នកមើលថែកូនម្នាក់នេះឈ្មោះបើវាងពេលធំឡើងគាត់នឹងចាត់ទុកអ្នកជាម្ដាយដ៏ល្អចៅស្រីយាយសូមអង្វរសូមទោសលោកយាយខ្ញុំពិតជាគ្មានសមត្ថភាពនេះទេតើចៅស្រីអាណិតលោកយាយទេបើមិនដូច្នេះទេចៅប្រុសពិតជាមិនអាចស្នងមរតកបានឡើយតើអ្នកអាណិតប្តីរបស់អ្នកទេបេះដូងរបស់អ្នកនៅក្នុងគ្រួសារបូមែនទេសូមទោសលោកយាយខ្ញុំសូមទោសបើវាងខ្ញុំមិនមែនមនុស្សដែលអ្នកចូលចិត្តទេចុះបើយាយជួយអ្នកដើម្បីចាក់ចេញពីចៅប្រុសបន្ទាប់ពីអ្នកធ្វើរឿងនេះរួចរាល់ចៅស្រីខ្ញុំដឹងថាអ្នកពិតជាមិនចង់រៀបការជាមួយគ្រួសារបូទេតារាប់ណាអ្នកអាចជួយចៅប្រុសបូវៀងទទួលបានដំណើរស្នងមរតកខ្ញុំនឹងឲ្យចៅប្រុសបូវវាងដោះលែងអ្នក